បាទសួស្តីអ្នកនរគ្នាថ្ងៃនេះគឺខ្ញុំមានវីដេអូដែលចង់បង្ហាញអ្នកនរគ្នាអំពីការវាយដីលុកឬក៏ផ្ទះជួលដីជួលអីចឹងនៅក្នុងកម្មវិធី Photoshop អញ្ចឹងយើងត្រូវដំបូងយើងត្រូវបើកកម្មវិធីនឹងសិនមកហើយបន្ទាប់មកគឺយើងចាប់ផ្ដើមចុចនេះបង្កើតក្រដាសមួយមកកាយក្រាស់ថ្មីមួយដើម្បីយើងវាយដីលុកផ្ទះជួលឬមួយដីជួលបាទអញ្ចឹងយើងកន្លែងនេះគឺរើសគេឲ្យជ្រើសរើសយើងជ្រើសរើសក្រដាសប្រភេទអីឧទាហរណ៍ថាចង់បាន A3 ធំជាង A4 អញ្ចឹងបើសម្រាប់ខ្ញុំវាយយក A3 បាទនេះជាឧទាហរណ៍បើបងប្អូនចង់ដាក់ A4 ក៏បានបើខ្ញុំដាក់ A3 អូខេចុចបង្កើតគេ add យកមកអូខេយើងបានផ្ទាំងបែបហ្នឹងផ្ទាំងក្រដាស A3 របស់យើងហ្នឹងអូខេយើងចាប់ដើមវាយអញ្ចឹងយើងដាក់កន្លែងនេះជ្រើសរើសពណ៌ខ្មៅបើបងប្អូនចង់ដាក់ពណ៌អីក៏បានដែរក្រហមក៏បានខៀវក៏បានឲ្យតែច្បាស់មើលទៅឃើញច្បាស់អញ្ចឹងខ្ញុំវាយផ្ទះជួលបាទខ្ញុំជាឧទាហរណ៍វាយផ្ទះជួលអញ្ចឹងបងប្អូនចង់វាយផ្ទះលក់ក៏បានអីលក់ក៏បានដូចគ្នាបងតម្រង់នេះគឺធ្វើមួយវាចេះទាំងអស់ហ្មងហើយកន្លែងនេះជ្រើសរើស font មកសម្រាប់ខ្ញុំយក font ខ្មែរ OS Mulai បាទហើយកន្លែងនេះយើងទាញវាមកទាញបងប្អូនចុច shift ផងទាញមុនទាញដើម្បីកុំឲ្យខូចត្រង់គ្រាអក្សរបើយើងមើលទៅឃើញថាវាធំហើយសមរម្យហើយយើងអូខេមកបាទអញ្ចឹងកាលណាវាយផ្ទះជួលយើងត្រូវមានលេខទូរស័ព្ទពីខាងក្រោមហើយដើម្បីឲ្យគេតាក់ទងទៅទិញអញ្ចឹងណាបើយើងអត់ដាក់គឺស្មើនឹងអត់ដឹងមានន័យថាម៉េចទេដឹងថាផ្ទះជួលតែមិនដឹងអ្នកណាអ្នកជួលអីផ្ទះជួលបាត់ម្ចាស់អូខេបាទយើងវាយលេខទូរស័ព្ទមកអានេះខ្ញុំគ្រាន់តែជាឧទាហរណ៍ទេលេខទូរស័ព្ទដើម្បីឲ្យបងប្អូនងាយយល់ហើយធ្វើតាមហ្នឹងទៅហើយយើងអាចធ្វើខ្លួនឯងចេះខ្លួនឯងបានហើយប៉ុណ្ណឹងចឹងចេះតែមួយវាចេះទាំងអស់តែម្ដងដីលុកផ្ទះជួលដីជួលអីជាដើមហ្នឹងបាទឥឡូវយើងបានលេខទូរស័ព្ទអញ្ចឹងបងប្អូនដាក់2ក៏បានដាក់1ក៏បានអញ្ចឹងជាទូទៅគេដាក់2ដើម្បីឲ្យគេតាក់ទងងាយស្រួលតាក់ទងទៅចូលរវល់មួយនៅមួយទៀតអញ្ចឹងបាទអូខេអញ្ចឹងយើង enter មួយមកដើម្បីវាលេខមួយខ្ទង់ទៀតមួយខ្សែទៀតអញ្ចឹងបាទហើយត្រង់ចំណុចនេះគឺនេះអក្សរឃ្លាតបែបហ្នឹងបងប្អូនមិនឆ្ងល់ទេហើយបងប្អូនមើលមកបើឧទាហរណ៍វាឃ្លាតបែបហ្នឹងយើងត្រូវសេរីយ៉ាងម៉េចអញ្ចឹងយើងចុច Ctrl A មកកន្លែងហ្នឹងចុច Ctrl A មកហើយនេះយើងមើលកន្លែងអក្សរវាមានសញ្ញាព្រូនចុះក្រោមឡើងលើហ្នឹងបានន័យថាព្រូមគម្លាតអក្សរគម្លាតលេខអញ្ចឹងឲ្យវាបានចិត្តគ្នាតាមអ្វីដែលបងប្អូនចង់បានហើយនេះគឺជាការសេរីយើងដាក់ម៉ៅឲ្យចំហើយពវល់ម៉ៅក៏បានដែរអត់អីទេហើយសម្រាប់ខ្ញុំគឺកំណត់លេខតែម្ដងអញ្ចឹងគិតថាលេខប៉ុន្មានសមគឺដាក់ប៉ុណ្្នឹងទៅអូខេអញ្ចឹងយើងទទួលបានហើយសល់បន្តិចតួចយើងអាចទាញវាបានឃើញបងប្អូនយើងអាចទាញវាមកអត់អីទេមិនបាច់ចុច shift ទេភាសាវាចិត្តពេញយើងទាញវាឲ្យពេញតែម្ដងទេយើងទទួលបានផ្ទះជួលមួយយ៉ាងស្រស់ស្អាតហើយបងប្អូន save មកអញ្ចឹងដើម្បី save យើងចុច file ហើយចុចនេះបើយើងចង់ print ក៏ print ដែរបើយើងមានម៉ាស៊ីនតែបើយើងអត់មានទេយើងអាច save ឲ្យគេ print ទៅអញ្ចឹងចុច save មក save as អញ្ចឹង file ឲ្យគេចង់បាននោះគឺ file PDF អញ្ចឹងយើងត្រូវ save ជា PDF ឲ្យគេហើយកន្លែងនេះដាក់ឈ្មោះអីក៏បានដែរបើខ្ញុំដាក់ផ្ទះជួលអញ្ចឹងទៅតាម document ដែលមានហ្នឹងទៅអូខេមកបាទហើយអញ្ចឹងយើងអាចផ្ញើឲ្យគេទៅតាម Telegram ទៅដើម្បីឲ្យគេ print ឲ្យបើយើងមានម៉ាស៊ីនស្រាប់យើងចុច print តែម្ដងអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើននិងជួយចុច subscribe ក៏ដូចជា like ម្នាក់មួយផងអរគុណ